មនុស្សភាគច្រើនរត់គេចពីសត្វឃ្មុំតែបុរសម្នាក់នេះគាត់បែរជារត់ទៅរកពួកវាទៅវិញលោកពីងឆុញមិនត្រឹមតែជាអ្នកយកឃ្មុំដែលមានបទពិសោធន៍ជាង40ឆ្នាំប៉ុណ្ណោះទេតែគាត់គឺជាអ្នកសង្គ្រោះភពផែនដីតាមរយៈការបង្រៀនឲ្យប្រជាសហគមន៍ចេះពីរបៀបយកទឹកឃ្មុំដោយត្រឹមត្រូវនិងការពារសត្វដ៏ទុយល្អិតទាំងនេះកុំឲ្យដាច់ពូជទាំងនេះជាប្រភេទឃ្មុំចង្អេរឬឈ្មោះវិទ្យាសាស្ត្រហៅថា Giant Honey Bee វាជាប្រភេទឃ្មុំដែលធំជាងគេនិងមានទឹកឃ្មុំឆ្ងាញ់ជាងគេលោកពីងឆុញមិនដែលប្រើសម្ភារៈការពារពេលប្រមូលផលទឹកឃ្មុំនោះទេដោយសារលោកស្គាល់ពីសត្វឃ្មុំច្បាស់និងមិនខ្លាចស្លាប់ដោយសារឃ្មុំតិចរដំណក់ទឹកពណ៌មាសទាំងនេះគឺជាលទ្ធផលនៃការហោះហើររាប់សិបគីឡូម៉ែត្ររបស់សត្វឃ្មុំបើគាត់សង្គ្រោះសម្បុកឃ្មុំបានគឺគាត់សង្គ្រោះស្បៀងអាហាររបស់ពួកយើងបានដូចគ្នាប៉ុន្តែលោកពីងឆុញបារម្ភថាការកាប់ព្រៃឈើការប្រមូលទឹកឃ្មុំដោយមិនត្រឹមត្រូវព្រមទាំងកំណើននៃការបរិភោគកូនឃ្មុំនឹងធ្វើឲ្យបាត់បង់សត្វឃ្មុំដែលជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនិងការផលិតអាហារសម្រាប់ជីវៈចម្រុះខ្ញុំសូមហាមដាច់កុំបាញ់រ៉េតបាញ់អុយយើងកុំអុចកុំអុយថាយើងត្រូវការយើងយកទៅក្បាលទឹកកូនឲ្យវាតពូជតអុយទៅទៀតតែយើងច្រឡំយកកូនអាទឹកយកកូនអាទឹកយកកូនដាច់ពូជអស់